大家好，ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការរៀនភាសាចិនហើយថ្ងៃនេះដែរខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ពាក្យថ្មីនិងពាក្យតូចក្នុងប្រយោគតែមួយចាអញ្ចឹងចូលមកដល់វេយ្យាករណ៍របស់យើងពាក្យថ្មីចានៅចន្លោះកណ្ដាលនេះទៅមកតូបូកជាមួយនឹងកិរិយាសព្ទ人地方ដែលតំណាងឲ្យមនុស្សនិងទីកន្លែងចាអញ្ចឹងចូលមកដល់ប្រយោគរបស់យើងវិញ我们ចា我们每年都回台湾我们每年都回台湾ចាអញ្ចឹងពាក្យ我们ពួកយើងចា每ចារាល់ឬក៏គ្រប់ចា每年ឆ្នាំអញ្ចឹង每年មានន័យថារាល់ឆ្នាំចា每年រាល់ឆ្នាំ都ចា都សុទ្ធតែ回ត្រឡប់ចា回ត្រឡប់台湾ចា台湾មានន័យថាតៃវ៉ាន់ប្រទេសតៃវ៉ាន់អញ្ចឹង我们每年都回台湾我们每年都回台湾ចាអញ្ចឹងយើងមកថាពួកយើងរាល់ឆ្នាំសុទ្ធតែត្រឡប់ទៅតៃវ៉ាន់ឬក៏ត្រឡប់ទៅប្រទេសតៃវ៉ាន់យើងសុទ្ធតែធ្វើអីមួយអញ្ចឹងកន្លែងនេះmấy nơiខាងមុខយើងអាចដាក់ជាប្រធានចាវមិនឬក៏ថាក៏បានឬក៏និមន្តអីក៏បានដែរឲ្យតែប្រធានបន្ទាប់មកយើងប្រើពាក្យមីចាមីអីគេមីញៀនមានថារាល់ឆ្នាំចាមីញៀនកន្លែងនេះចង់ដាក់រិនក៏បានដែរមីក៏រិនអីចឹងទៅចឹងកន្លែងនេះតែនៅក្នុងប្រយោគនេះយើងប្រើពាក្យមីញៀនចាមីចន្លោះនេះតមកទៀតតោចាតោសុទ្ធតែចាហွေជាកិរិយាសព្ទថៃវ៉ាន់ចាវាជាទីកន្លែងអញ្ចឹងទីហ្វាំងចាទីហ្វាំងអញ្ចឹងថៃវ៉ាន់អញ្ចឹងប្រយោគរបស់យើង我们每年都回台湾អញ្ចឹងសិតតែពាក្យមីតោនិងទីកន្លែងបូកមួយតោបូកជាមួយកិរិយាសព្ទបូកជាមួយនឹងទីហ្វាំងទីកន្លែងអញ្ចឹងមានន័យថាម៉េចពួកយើងរាល់ឆ្នាំសុទ្ធតែត្រឡប់ទៅប្រទេសតៃវ៉ាន់អញ្ចឹងអ្នកទាំងអស់គ្នាអាចបង្កើតប្រយោគដោយខ្លួនឯងបានដែលប្រើពាក្យមីបន្ទាប់មកយើងចន្លោះនេះយើងចង់ដាក់អីក៏បានដែរចារិនក៏បានឆ្នាំក៏បានខែក៏បានដែរបន្ទាប់មកបូកនឹងតោបន្ទាប់មកបូកជាមួយនឹងកិរិយាសព្ទនៅខាងក្រោយនេះអ្នកទាំងអស់គ្នាអាចដាក់ជាមនុស្សឬក៏ជាទីកន្លែងបានអញ្ចឹងពេលដែលអ្នកទាំងអស់គ្នារៀននៅប្រយោគនឹងហើយរៀននៅវេយ្យាករណ៍នឹងហើយអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តឬក៏បង្កើតជាប្រយោគរបស់ខ្លួនឯងនៅពេលដែលយើងចង់បង្កើតប្រយោគដែលប្រើពាក្យទាំងពីរហ្នឹងនៅក្នុងប្រយោគតែមួយអញ្ចឹងអ្នកទាំងអស់គ្នាអាចថាជារៀងរាល់ខែខ្ញុំតែងតែទៅលេងផ្ទះឬមួយជារៀងរាល់ឆ្នាំខ្ញុំតែងតែត្រឡប់ទៅផ្ទះពីរ3ដងអញ្ចឹងក៏បានដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចយកពាក្យទាំងអស់ហ្នឹងទៅបង្កើតនៅប្រយោគរបស់ខ្លួនឯងដែលយើងចង់បង្កើតអញ្ចឹងมันធ្វើឲ្យយើងភាសាចិនរបស់យើងឆាប់រីកចម្រើនឆាប់ចេះជាងមុនបើសិនមកយើងគ្រាន់តែរៀនហើយអ្នកទាំងអស់គ្នាគ្រាន់តែមើលវីដេអូរបស់ខ្ញុំហើយអ្នកទាំងអស់គ្នាអត់បានយកទៅអនុវត្តទេអត់ដឹងដល់របៀបប្រើប៉ុន្តែយើងអត់បានយកទៅអនុវត្តជាក់ស្ដែងអញ្ចឹងយើងក៏អត់ដឹងពីរបៀបប្រើប្រាស់របស់វាដែរយើងគ្រាន់តែយល់ប៉ុន្តែយើងអត់បានទៅធ្វើអញ្ចឹងយូរទៅវានឹងភ្លេចអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយអ្នកទាំងអស់គ្នាគួរតែយកទៅអនុវត្តឬក៏ទៅប្រើប្រាស់សាក់និយាយពេលណាដែលយើងនិយាយទៅយើងដឹងថាអាហ្នឹងវាខុសអញ្ចឹងយើងអាចនឹងកែប្រែវាល្អប្រសើរជាងមុនតែបើសិនបើយើងអត់យកទៅប្រើប្រាស់ទេនោះយើងអត់ដឹងថាយើងប្រើប្រាស់ខុសឬក៏ត្រូវទេអញ្ចឹងយើងនឹងអត់បានកែតម្រូវនៅចំណុចខ្វះខាតរបស់ខ្លួនឯងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានពីប្រយោជន៍នៃវីដេអូមួយហ្នឹងហើយយកវាទៅប្រើប្រាស់នៅក្នុងការរស់នៅប្រចាំថ្ងៃឬក៏នៅក្នុងការងាររបស់អ្នកទាំងអស់គ្នាបានអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកទាំងប៉ុណ្ណឹងហើយបើសិនបើមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានអរគុណ